សួស្តីបងប្អូនជនរួមជាតិអរគ្នាបន្ទាប់ពីសង្គ្រាមកម្ពុជាហើយនិងភាគីថៃដែលកើតឡើងមួយរយៈពេលប្រមាណ7កន្លះឆ្នាំមុននេះដែលការកើតឡើងនៃសង្គ្រាមមានរយៈពេល2ដងកាលពីខែ7ម្ដងនិងខែ12ម្ដងហើយសង្គ្រាមកើតឡើងចុងក្រោយនៃខែ12នេះបានបញ្ចប់ទៅហើយដោយភាគីទាំងពីរបានអនុម័តនៅលើបទចុះបាញ់ដែលប្រព្រឹត្តទៅនៅថ្ងៃទី27ខែ12ឆ្នាំ2025ហើយកន្លងមកមានរយៈពេលប្រហែលជា10ថ្ងៃជាងហើយដែលប្រទេសទាំងពីរបានសម្រេចនៅបទចុះបាញ់ហើយភាគីខាងថៃក៏ដូចគ្នាបានអនុម័តនៅបទចុះបាញ់នេះយ៉ាងខ្ជាប់ខ្ជួនដែលប្រព្រឹត្តទៅនៅក្នុងប្រទេសចិនដែលជាប្រទេសដែលមហាអំណាចនៃអាស៊ីមួយដែលបានធ្វើជាអាជ្ញាកណ្ដាលនៃប្រទេសទាំងពីរហើយភាគីខាងថៃក៏ដូចគ្នាបានយល់ព្រមដោះលែងនៅវីរៈកងទ័ពកម្ពុជាយើងដែលមានចំនួន18នាក់ដែលភាគីខាងថៃបានចាប់យកទៅការពីសង្គ្រាមកើតឡើងដំបូងនៃខែ7ហើយពួកគាត់ក៏បានជួបជុំញាតិមិត្តបងប្អូនគាត់ហើយពួកគាត់បានជួបជុំគ្រួសាររបស់គាត់វិញនៅថ្ងៃទី30ខែ12ឆ្នាំ2025ហើយដែលជាពេលវេលាមួយនៃការឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីផងដែរពួកគាត់ជាប់នៅក្នុងប្រទេសថៃនឹងគឺមានរយៈពេល165ថ្ងៃដែលភាគីថៃចៅសៀមបានចាប់វីរៈកងទ័ពរបស់ពួកយើងហើយរឿងមួយទៀតដែលខ្ញុំចង់និយាយគឺទាក់ទងនឹងបទចុះបាញ់ត្បិតតែភាគីទាំងពីរបានព្រមព្រៀងលើបទចុះបាញ់ហើយរយៈពេលសង្គ្រាមមានការស្ងប់ស្ងាត់អស់រយៈពេល10ថ្ងៃក៏ពិតមែនប៉ុន្តែយើងត្រូវតែត្រៀមខ្លួនដូចជាស្រេចចំពោះភាគីខាងថៃដែលយើងហៅថាជាចៅសៀមនៅដោយសារតែពួកនេះមានល្បិចកិច្ចកលច្រើនលើកច្រើនសារហើយដែរធ្វើទុកបុកម្នេញមកលើមាតុភូមិដែលនឹងតបតេយ្យភាពរបស់ប្រទេសកម្ពុជាយើងធ្វើបានប្រជាពលរដ្ឋស្រោតត្រង់ហើយរឿងមួយទៀតដែលខ្ញុំចង់រំលឹកផងដែរនោះគឺតកតងទៅនឹងស្ថានភាពព្រំដែននៅពេលបច្ចុប្បន្នដែលមានលើដំណឹងមកថាភាគីខាងថៃបានទន្ទ្រានយកដីខណ្ឌបតតសីមានៃប្រទេសកម្ពុជាយើងប៉ុន្តែព័ត៌មានមួយនេះមិនទាន់ជាផ្លូវការឡើយទេដោយសារតែយើងបានប្តឹងទៅកាន់អង្គការអន្តរជាតិដើម្បីប្តឹងទៅកាន់ភាគីថៃដែលបានរំលោភបំពាននៅលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយើងហើយបងប្អូនជនរួមជាតិមួយចំនួនគាត់មានក្តីបារម្ភថាខ្លាចនឹងបាត់ដីខ្លាចនឹងកាត់ដីទៅឲ្យខាងភាគីចៅសៀមប៉ុន្តែព័ត៌មាននេះដែរមិនទាន់ជាផ្លូវការឬអាចនិយាយបានថាជាព័ត៌មានដែលលើតគ្នាឡើយទេមិនទាន់ជាផ្លូវការនោះទេដូច្នេះបងប្អូនទាំងអស់គ្នាគួរតែរងចាំបន្តទៀតហើយយើងក៏កុំភ្លេចនៅស្មារតីស្នេហាជាតិរបស់យើងដែលមានតែពួកយើងរួបរวมទាំងអស់គ្នាទេទើបបានឲ្យតែយើងមានសុខសន្តិភាពទុកបានសន្តិភាពពេញលេញហើយនឹងកម្លាំងសាមគ្គីដល់វីរៈកងទ័ពរបស់យើងដែលបានលះបង់សាច់ស្រស់ឈាមស្រស់ចំពោះមាតុភូមិនៃយើងហើយនឹងការពារកេរដំណែលដែលជាសម្បត្តិរបស់ដូនតាយើងបានសល់ទុកឲ្យយើងតាំងពីសម័យដើមរហូតដល់ឥឡូវហើយក្នុងរយៈពេលសង្គ្រាមនេះមានប្រាសាទមួយចំនួនក៏ត្រូវបានបាក់បែកដូចជាប្រាសាទតាមាន់ធំតាមាន់តូចក៏ដូចជាប្រាសាទព្រះវិហារហើយស្ពានសំណង់មួយចំនួនក៏បានបំផ្លិចបំផ្លាញដោយពួកចៅសៀមដែលជាស្ដែងស្ពានមានទឹកនៅខាងថ្មដាហើយខ្ញុំបានមានតែប៉ុណ្ណេះជាចុងក្រោយសូមជូនពរបងប្អូនជនរួមជាតិអរគ្នាមានសុខសុវត្ថិភាពមានសុខភាពល្អនឹងប្រទេសកម្ពុជារួចផុតពីការឈ្លានពានរបស់សត្រូវនានាដែលមានបំណងមិនល្អមកលើប្រទេសកម្ពុជាសូមអរគុណ